ฉะนั้นថ្ងៃនេះយើងដាក់ជាពលគុណកតាយើងដាក់តាមវិធីបំបីទូកណ្ដាលលំហាត់ថ្ងៃនេះគឺមាន2គឺលំហាត់ A និងលំហាត់ B យើងមើលលំហាត់ A យើងពិនិត្យមើលលំហាត់ A ទាំងអស់គ្នា 3x ការ៉េដក 7x ដក 6 ដូច្នេះយើងបំបែកទូកណ្ដាលបំបែកដក 7 ដក 7x នេះជា2ដូច្នេះដើម្បីធ្វើតាមវិធីបំបែកទូកណ្ដាលនេះដំបូងយើងត្រូវយកមេគុណ3គុណនឹងដក 6 ណាមេគុណ3គុណដក 6 3គុណដក 6 បានដល់ 18រួចយើងមើលមេគុណ x កណ្ដាលមេគុណ x ដកកណ្ដាលគឺដក 7 ដក 7យើងលើកមកសរសេរមកដក 18បងពិនិត្យមើលដក 18មើលដក 18ដក 18វាដក 18វាមកពីដកនោះគុណនឹងដក 18ហើយមានដក 18គុណនឹង1មានដក 2គុណនឹង 9មានដក 9គុណ1គុណ 2មានដក 3មានដក 3គុណនឹង 6មានដក 6គុណនឹង 3គុណទៅទាំងដក 8ទាំងអស់ដូច្នេះប៉ុន្តែយើងមើលបើយើងពាក្យនេះតាមវិធីប្រមាណវិធីបូកដកណាយើងដកសញ្ញាគុណមកគិតជាប្រមាណវិធីបូកឬប្រមាណវិធីដកយើងចាត់ណាមួយដកគ្នាយើងមើលដក 1គុណនឹង 18យើងដកមកបូកវិញមកដក 1 បូក 18វាស្មើបូក 17ចេញបូក 17ចេញបូក 17នេះចាញ់ដក 18 បូក 1វាចាញ់ដក 7នេះដក 2 បូក 9វាចាញ់បូក 7នេះនេះដក 9 បូក 2វាចាញ់ដក 7ដល់នេះដក 6 បូក 6វាចាញ់បូក 3ចាញ់បូក 3ដល់នេះដក 6 បូក 3វាចាញ់ដក 3យើងមើលលទ្ធផលទាំងអស់នេះយើងសង្កេតឃើញថាមានដក 9ណាដក 9បូក 2នេះគឺទូទៅវាចាញ់ដក 7ដក 9 បូក 2ទូទៅចាញ់ដក 7ដូច្នេះដក 9 បូក 2នេះវាត្រូវនឹងទូកណ្ដាលដក 7ណាដក 7ដក 9 បូក 2ចាញ់ដក 7ដូចគ្នាទូកណ្ដាលដូច្នេះក្នុងការដោះស្រាយបន្តទៀតយើងយកអានេះឯងណាដក 9 បូក 2នេះយើងយកមកដោះស្រាយណាយកមកដោះស្រាយដូច្នេះក្នុងការដោះស្រាយយើងមើលប្រធានយើងខាងដើមនេះប្រធានយើងខាងដើមនេះ 3x ការ៉េដក 7x ដក 6យើងសេបន្តខាងក្រោមមកស្មើ 3x ការ៉េនេះសេណូដែល7ដក 7x នេះយើងបំបែកបានគឺដក 9x បូក 2x ដក 9 បានមកពីណានេះដក 9 គឺបានមកពីនេះឯងណានេះបានមកពីនេះឯងដក 9ប៉ុន្តែពេលយើងយកមកដាក់នេះយើងត្រូវបំពាក់ x ឲ្យវាបូក 2x បូក 2 បានមកពីណាបូក 2 បានមកពីនេះដែរនេះគូហុំនេះណាបូក 2យើងដាក់ x ដូចគ្នាណាដាក់ x ដូចគ្នាដក 6 តម្លាក់មកក្រោមដោះបន្តទៀតយើងដោះតាមវិធីបដុំតួមក 3x ការ៉េដក 9x នេះយើងដាក់ម្ដុំមកណាហើយ 2x ដក 6នេះយើងដាក់ម្ដុំទៀតយើងមើលអា2តួនេះអាដុំមុនដំបូងអា2តួនេះ 3x ការ៉េនឹងដក 9x ដូច្នេះ 9x ចែកនឹង 3x ដាច់ 9x ចែក 3x ដាច់ដូច្នេះយើងទាញ 3x ជាកតាណា3x នេះយើងទាញមកអស់ហើយសល់ x ព្រោះនេះការ៉េទាញអស់ x 1សល់ x 1
រួច 9x ចែក 3x 9x ចែក 3x បាន 3 ណា បូក អានេះដកចែកនឹងបូកចេញដក 3 ហើយមើលអាពីរតួនេះ 6x ដកច្រឡំ 2x ដក 6x ណា 2x ដក 6 ណា ដូច្នេះ 2x ដក 6 នេះយើងសង្កេតឃើញថា 6 ចែក 2 ដាច់ 6 ចែក 2 ដាច់ ដូច្នេះយើងទាញ 2 ជាកតា យើងទាញ 2 ជាកតាវានៅសល់ x ហើយ 6 ចែក 2 មកដក 6 ចែក 2 វាបានដក 3 នេះបានដក 3 រួចសង្កេតមើលកតាទាំងពីរនៅមកខាងសញ្ញាបូកណា នៅខាងស្ដាំសញ្ញាបូកនៅខាងស្ដាំសញ្ញាបូកហើយនៅខាងឆ្វេងសញ្ញាបូកយើងសង្កេតឃើញ x ដក 3 ដូចគ្នា ដូច្នេះយើងទាញ x ដក 3 ជាកតា ពេលយើងទាញ x ដក 3 ជាកតាទៅវានៅសល់ 3x បូកឲ្យ 2 ណាចម្លើយលំហាត់ណាចម្លើយលំហាត់ A គឺប៉ុណ្្នឹងឯងណាគឺ x ដក 3 កតា 2x 3x បូក 2 x ដក 3 កតា 3x ដក 3x បូក 2